សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយអ្នកគ្រូជាមួយនឹង limit នៃអនុគមត្រីកោណមាត្របន្តទៀតថ្ងៃនេះយើងមកបន្តចំពោះ limit ត្រីកោណមាត្រដោយការបដូរអត្ថេចាយើងមើលមកកាន់លំហាត់គំរូទី1យើងឃើញថាបើសិនជាយើងព្យាយាមធ្វើការចំនួនរៀងគឺយើងនឹងមិនឃើញថាវាចូលរៀងណាមួយទេចាអញ្ចឹងបើសិនជាយើងជួប limit ប្រភេទបែបនេះដើម្បីឲ្យបានចូលរូបមន្តរបស់យើង limit x ខិតទៅរក0 sin x ចែកជាមួយ x ស្មើ1លុះត្រាតែយើងធ្វើការបដូរអត្ថេពី1លើ x ទៅជាតម្លៃផ្សេងហើយធ្វើម៉េចឲ្យ x របស់យើងវាបដូរទៅជាខិតជិត0វិញចាអញ្ចឹងក្នុងករណីនេះតតអ្នកនរគ្នាតាំងណាចាអញ្ចឹងយើងតាំងចឹងយើងគិតមើលបើសិនជាចង់បានឲ្យតម្លៃ t ខិតទៅរក0មានថាបដូរពី x ខិតទៅរកបូកអណន្តទៅជា t ខិតទៅរក0អញ្ចឹងអ្នកនរគ្នាត្រូវគិតមើលថាតើធ្វើម៉េចចឹងអ្នកនរគ្នាដឹងចាំពីលក្ខណៈរបស់ limit មែនអត់ពេលដែលយើងយក l ចែកជាមួយនឹងអណន្តគឺស្មើជាមួយនឹង0អញ្ចឹងយើងតាំងមកយើងតាំង t របស់យើងគឺស្មើជាមួយនឹង1លើ x ចាអញ្ចឹងពេលអ្នកនរគ្នាជំនួសអណន្តចូលទៅចាអញ្ចឹងពេលx ខិតទៅរកបូកអណន្តនោះយើងឃើញថាតម្លៃ t របស់យើងគឺខិតទៅរក0ចាអញ្ចឹងយើងអាចបដូរពីអញ្ញត្តិនេះទៅជាអញ្ញត្តិ t ខិតទៅរក0បានបន្តមកទៀតឥឡូវយើងចាប់ដើមមើលតើបើសិនជាយើងតាំងមកប៉ុណ្ណឹងតើយើងអាចគ្រប់គ្រាន់ហើយនៅយើងតាំង t ស្មើ1លើ x ប៉ុន្តែយើងឃើញថាខាងនេះក៏យើងត្រូវតែចំនួនតម្លៃ x ដែលជាប់ t ចូលទៅកាន់កន្សោមយើងវិញដែរអញ្ចឹងយើងទាញរក x តាមរយៈសមីការរបស់យើងមកចាអញ្ចឹងតាំងទាញ x មកបាន1លើ t វិញណាបន្តមកទៀតយើងឃើញថា limit របស់យើងគឺបានបដូររូបងារហើយចា limit x ខិតទៅរកបូកអណន្តនៃអនុគម x sin នៃ1លើ x របស់យើងត្រូវបានបដូរទៅជាអញ្ញត្តិ t ខិតទៅរក0ចា x ខិតទៅរកបូកអណន្ត t របស់យើងខិតទៅរក0 x របស់យើងជំនួសដោយ1លើ t sin 1លើ x ជំនួសដោយ sin t ចាចុះបើសិនជាអ្នកគ្រូយក1គុណជាមួយ sin ហើយយកចែកជាមួយនឹង t គឺចូលរូបមន្តតែម្ដងចាអញ្ចឹងចាខ្ញុំសេរីឲ្យដូចលោកខាងលើនេះដើម្បីអ្នកជំនាញស៊ូមើលអញ្ចឹងវា sin t ចែកជាមួយនឹង t ចាអញ្ចឹងម្ដុំនេះគឺមានតម្លៃស្មើនឹង1មានន័យថា limit របស់យើងមួយកន្សោមនេះគឺមានតម្លៃស្មើ1ជាបន្តមកលំហាត់គម្រោងទី2បន្តទៀតយើងមាន limit x ខិតទៅរកបូកអណន្តនៃ x ការ៉េកតាឲ្យ1ដកកុស1លើ x ចាអញ្ចឹងករណីនេះយើងអត់ចាំបាច់ចំនួនរៀងទេតែយើងធ្វើការតាំងដូចគ្នាដែរតោះអញ្ចឹងយើងតាំងចាអញ្ចឹងយើងតាំង t ស្មើជាមួយនឹង1លើ x ដដែលបន្តមកទៀតពេលដែល x ខិតទៅរកបូកអណន្តចានោះតម្លៃ t របស់យើងវាខិតទៅរក0ចាបន្តមកទៀតយើងឃើញថាយើងត្រូវចំនួន x ការ៉េដូចគ្នាដែរចាអញ្ចឹងខ្ញុំទាញតម្លៃ x អញ្ចឹងតម្លៃ x របស់យើងវាត្រូវស្មើជាមួយនឹង1លើ t ដដែលណាតាមវិធីគុណខ្វែងចាំបន្តមកទៀតយើងចាប់ផ្ដើមបដូររូបរាង limit របស់យើងទៅជាអញ្ញត្តិ t ម្ដងអញ្ចឹង x ខិតទៅរកបូកអណន្ត x ការ៉េកតាឲ្យ1ដកឲ្យកុស1លើ x ចាអញ្ចឹងវាបដូររូបរាងទៅជា limit t ខិតទៅរក0ចា x ការ៉េយើងចំនួនដោយ1លើ t លើជាការ៉េ1នេះនៅដដែលដកកុស1លើ x ចំនួនដោយ t អញ្ចឹងវាទៅជាកុស t ចាបន្តមកទៀតយើងឃើញថាវាអត់ទាន់ចូលរូបមន្តរបស់យើងទេតែយើងដឹងថា1ដកកុស a ស្មើជាមួយនឹង2 sin ការ៉េ a លើ2អញ្ចឹងខ្ញុំបញ្ចូលរូបមន្ត1ដកកុស t នេះឲ្យចូលរូបមន្ត1ដកកុស a បន្តទៀតចាអញ្ចឹង1ដកកុស t ចំនួនដោយ2 sin ការ៉េ t លើ2ចែកនឹងអញ្ចឹង1លើ t លើជាការ៉េនេះយើងកណនីទៅបាន1លើ t ការ៉េអញ្ចឹងខ្ញុំគុណមកវាទៅជា t ការ៉េគឺនៅភាគបែងបន្តមកទៀតយើងធ្វើការដាក់ស្វ័យគុណរួមមានគុណ2ជំទុកនៅខាងក្រៅ
ចឹងស៊ីនតេលើ2ចែកជាមួយនឹងតេលើអស់នេះលើជាការ៉េចាំបន្តមកទៀតឲ្យយើងចាប់ផ្ដើមមើលសម្លឹងមើលដើម្បីបានចូលរមុនស៊ីន AX ចែកនឹង AX អញ្ចឹងអ្នកត្រូវដឹងថាតម្លៃ A របស់យើងគឺស្មើជាមួយនឹងប៉ុន្មានណាគឺស្មើ1លើ2 1លើ2គុណនឹងតេបាន1លើ2តេឬក៏តេលើ2អញ្ចឹងមានន័យថាកន្លែងនេះវាត្រូវការមេគុណរបស់យើងគឺ1លើ2អញ្ចឹងកន្លែងនេះក៏យើងត្រូវគុណជាមួយនឹង1លើ2ដែរក្នុងការគុណថែមភាគបាញ់ត្រូវគុណថែមនឹងភាគយកវិញចឹងដល់ពេលនោះយើងឃើញថាមួយដុំនេះគឺចូលតម្លៃរបស់យើងហើយគឺ sin AX ចែក AX គឺមានតម្លៃស្មើ1ចឹងវាទៅជា2កតាឲ្យ1គុណជាមួយនឹង1លើ2ដែលជាការ៉េចឹង2នៅមុខនៅដែរ1លើ2គុណជាមួយនឹង1ចាឬក៏1គុណ1លើ2វាស្មើ1លើ2 1លើ2ដែលជាការ៉េស្មើនឹង1លើ4ដល់នេះធ្វើការសម្រួលប្រភេទរបស់យើងមកចឹងសម្រួលដល់2ទៅយើងបានតម្លៃរបស់យើងគឺស្មើនឹង1លើ2ជាបន្តមកកាន់លំហាត់គំរូទី3បន្តទៀតចឹងយើងមាន limit x ខិតទៅរកបូកអំណនៃ x តង់នៃ1លើ x ចាអញ្ចឹងក្នុងករណីនេះក៏យើងត្រូវតាមដូចគ្នាដែរចឹងយើងត្រូវបដូរពី x ខិតទៅរកអំណឲ្យទៅជា x ខិតទៅរក0វិញចឹងយើងតាំងតម្លៃតេរបស់យើងស្មើជាមួយនឹង1លើ x ដដែលចាអញ្ចឹងយើងសិក្សាមើលតាពេលដែល x ខិតទៅរកបូកអំណនោះយើងឃើញថាតម្លៃតេរបស់យើងវាខិតទៅរក0ហើយយើងក៏ត្រូវចំនួនតម្លៃ x ដូចគ្នាដែរអញ្ចឹងអ្នកគ្រូគុណខ្វែងអញ្ចឹងទីបាន x ស្មើជាមួយនឹង1លើតេបន្តមកទៀតពេលដែលយើងតាំងបាត់ហើយយើងចាប់ផ្ដើមបដូរអថេរបស់យើងមកបដូរអញ្ញត្តិរបស់យើងមកចា x ខិតទៅរកបូកអំណ x តង់នៃ1លើ x របស់យើងចាប់វាបដូរទៅជា limit t ខិតទៅរក0ដល់ពី x ទៅជា t វិញដល់កន្លែង x នេះយើងចំនួនដោយ1លើ t តង់1លើ x ចំនួនដោយតង់តេចាបន្តមកទៀតខ្ញុំដាក់ឲ្យដូចបាញ់មិញដើម្បីអ្នកទាំងគ្នាស៊ូមើលចឹងវាទៅជាតង់ x សំដៅតង់តេចែកជាមួយនឹងតេចាអញ្ចឹងយើងដឹងថារូបមន្តតង់រូបមន្តស៊ីនគឺដូចគ្នាណាចាក៏ដូចគ្នាបិទអញ្ចឹងម្ដុំហ្នឹងគឺមានតម្លៃស្មើនឹង1ចំពោះការបង្ហាញអំពី limit នៃអនុគមត្រីកោណមៀតបានបញ្ចប់ហើយបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់អ្នកទាំងអស់គ្នា